ជាអារម្មណ៍ដ៏សោកសៅជាសំឡេងធ្ងរស្រែកហៅជាទឹកភ្នែកហូរចេញក្រៅជ្រាបចេញពីក្នុងចិនស្នាមញញឹមបំភាន់ភ្នែកប្រឹងញញឹមបាំងការពិនលាក់បាំងការឈឺចាំមិនអោយគេដឹងគេបានលឺខ្ញុំយំទេគេនៅស្រឡាញ់ខ្ញុំទេគេអស់ចិត្តហើយមែនទេទើបប្រែប្រួលបែបនេះតើកំហុងរបស់ខ្ញុំឬអារម្មណ៍គេបដូរផ្លាំងខ្ញុំចង់ដឹងណាស់តើកំហុងព្រោះអ្នកណាខ្ញុំស្រង់ទាំងភ្នែកព្រោះគេគិតថាធម្មតាតួខ្ញុំត្រូវឈួតព្រោះគេក៏គេថាធម្មតាក្នុងបេះដូងគេលែងមានខ្ញុំមិនខ្វល់តួដឹងខ្ញុំឈឺផ្សាបែបនេះតើគួរធ្វើយ៉ាងណាទៅបានផ្សះផ្សាវិញបានឬចាំតួតែខ្ញុំស្លាប់ឬចាំដល់បានបងខ្ញុំឬចាំពេលខ្ញុំចាស់ចេញទើបគេអាចភ្ញាក់ខ្លួនខ្ញុំត្រូវយំដល់ពេលណាឬត្រូវយំដល់ថ្ងៃសនទើបគេយល់អារម្មណ៍ដឹងថាខ្ញុំឈឺប៉ុណ្ណាខ្ញុំស្រង់ទាំងភ្នែកព្រោះគេគិតថាធម្មតាតួខ្ញុំត្រូវឈួតព្រោះគេក៏គេថាធម្មតាក្នុងបេះដូងគេលែងមានខ្ញុំមិនខ្វល់តួដឹងខ្ញុំឈឺផ្សាបែបនេះតើគួរធ្វើយ៉ាងណាទៅបានផ្សះផ្សាវិញមកខ្ញុំស្រង់ទាំងភ្នែកព្រោះគេគិតថាធម្មតាតួខ្ញុំត្រូវឈួតព្រោះគេក៏គេថាធម្មតាក្នុងបេះដូងគេលែងមានខ្ញុំមិនខ្វល់តួដឹងខ្ញុំឈឺផ្សាបែបនេះតើគួរធ្វើយ៉ាងណាទៅបានផ្សះផ្សាវិញបានពេលខ្ញុំស្រឡាញ់គេខ្លាំងជាពេលដែលខ្ញុំផ្ដើមឈឺផ្សាក៏ជាពេលដែលគេចាប់ផ្ដើមហត់ចិនស្នេហាពីខ្ញុំស្រង់ទាំងភ្នែកព្រោះគេគិតថាធម្មតាតួខ្ញុំត្រូវឈួតព្រោះគេក៏គេថាធម្មតាក្នុងបេះដូងគេលែងមានខ្ញុំមិនខ្វល់តួដឹងខ្ញុំឈឺផ្សាបែបនេះតើគួរធ្វើយ៉ាងណាទៅបានផ្សះផ្សាវិញបានមនុស្សណាក៏ធ្លាប់មានអតីតកាលដែរតែមានអតីតកាលខ្លះយើងមិនអាចភ្លេចរហូតដល់ថ្ងៃយើងស្លាប់